ថ្ងៃនេះខ្ញុំតែញ៉ាំរសឆានៅម្ដុំសាកដាលនិយាយទៅអ្នកខ្លះក៏គាត់បានស្គាល់កន្លែងហ្នឹងហើយកន្លែងដែលខ្ញុំចូលចិត្តខ្លាំងមែនតើហើយរសជាតិវិញគឺឆ្ងាញ់ខ្លាំងហើយខ្ញុំក៏បានទៅដល់ហ្នឹងអត់ភ្លេចទេជាមួយនឹងខ្ទឹមខៀវជាមួយនឹងខ្ទឹមជ្រក់និយាយទៅគឺថាដាក់លាយចូលគ្នាជាមួយនឹងរសឆាឆ្ងាញ់សាហាវបណ្ដោយហើយថ្ងៃនេះខ្ញុំបានកំងមួយរសឆាគ្រប់មុខនិយាយទៅមិនថ្ងៃហ្នឹងទេគ្រប់ពេលទៅគឺតែងតែកំងរសឆាគ្រប់មុខនឹងមានប៉ាតេមានសាច់គោមានបង្គាអីចឹងទៅហើយបន្លែជាមួយនឹងរសឆាដាក់ចូលគ្នាដាក់ទឹកត្រីមកជាមួយនឹងទឹកម្ទេសគេនោះមកយកពីជាតិសាហាវព្រៃផ្សាយបណ្ដោយទឹកត្រីទឹកម្ទេសគឺដាក់ចូលជាតិសាហាវហើយយើងបន្ថែមជាមួយនឹងខ្ទឹមជ្រក់ជាមួយនឹងម្ទេសជ្រក់ទៀតមកហ្នឹងគឺ best ហ្មងឆ្ងាញ់ខ្លាំងនិយាយទៅអ្នកចូលចិត្តរបៀបឆាមីឆាបាយឆារសឆាអីចឹងគាត់ទៅឃើញប៉ុណ្ណេះក៏គាត់ដឹងដែរថារសជាតិឆ្ងាញ់ហើយជាពិសេសអ្នកធ្លាប់ទៅនៅម្ដុំហ្នឹងចឹងគឺថាឆ្ងាញ់ខ្លាំងខ្ញុំនិយាយមែនតើអ្នកទាំងអស់គ្នាហើយនេះខ្ទឹមជ្រក់គឺខ្ញុំអត់ដែរចោលទៅលើកណាគឺដាក់ឲ្យដាក់ច្រើនទៀតជាមួយនឹងម្ទេសជ្រក់គឺអត់ចោលហ្មងហើយមិនតែប៉ុណ្្នឹងទេណាដាក់ម្ទេសឆាទៀតនិយាយទៅចូលចិត្តរៀងកាហល់កាហាយដែរត្រឡប់មកវិញមាត់ធំខ្ទឹមធំម្ទេសជ្រក់សាហាវហើយឥឡូវនេះយើងបានដាក់ខ្ទឹមជ្រក់ហើយឥឡូវយើងចូលដល់ម្ទេសជ្រក់ម្ដងតែគាត់បើកមកឃើញស្លាបព្រាហ្នឹងគឺសោយហ្មងដោយសារវាល្អមើលមែនតើឡើងកោងដូចវែកហើយចឹងឥឡូវហ្នឹងយើងដាក់ជាមួយនឹងខ្ទឹមជ្រក់ហើយខ្ទឹមជ្រក់ហ្នឹងគាត់ដាក់អត់តិចតួចដែរគាត់ដាក់ច្រើននិយាយទៅថែមរហូតពេលហ្នឹងមិនតែប៉ុណ្្នឹងទេគឺថែមម្ទេសឆាទៀតនិយាយទៅរៀងកាហល់កាហាយដែរចឹងមិនមកឡើងមុនអត់ឈប់ហ្នឹងឥឡូវយើងចូលដល់វគ្គដាក់ម្ទេសឆាដាក់មួយស្លាបព្រាចឹងទៅព្រោះ favorite របស់យើងគឺខ្ទឹមជ្រក់ហើយនិងម្ទេសជ្រក់គាត់នឹងនិយាយលេបទឹកមាត់បដាគឺ clean សាហាវហើយនេះសម្លរឆារបស់គេតំណងហើយរសជាតិឆ្ងាញ់ទៀតដាក់ទឹកត្រីដាក់ទឹកម្ទេសចឹងមកច្បល់ចូលគ្នាឲ្យសព្វជាតិសាហាវហើយមិនតែប៉ុណ្្នឹងទេពួកខ្ញុំបានកំងជាមួយនឹងនំកញ្ឆាយឆុងមួយនំកញ្ឆាយនឹងក៏ឆ្ងាញ់ដែរអ្នកទាំងអស់គ្នាស្រួយខាងក្រៅខាងក្នុងទុនស្វិតវាត្រូវគ្នាជាមួយនឹងទឹកត្រីទឹកម្ទេសហ្នឹងមែនតែនបដ ாய் ហើយយើងយកមកច្បល់ជាមួយនឹងរសឆាក៏ឆ្ងាញ់ដែរវាប្លែកមួយយ៉ាងឆ្ងាញ់ហ្មងនិយាយទៅវាស្រួយខាងក្រៅទុនស្វិតអ្នកចូលចិត្តកញ្ឆាយចូលចិត្តអីហ្នឹងគឺត្រូវនំកញ្ឆាយហ្នឹងគឺថាឆ្ងាញ់និយាយមើលបានណាឡើងស្រួយគាត់ថាបានទៅថ្ងៃយូរទៅម្ដងព្រោះឥឡូវហ្នឹងសេដ្ឋកិច្ចយើងរៀងខ្សត់ខ្សោយដែរអញ្ចឹងយើងយូរឆ្ងាញ់ម្ដងទៅនៅផ្ទះស្លោមកជួបប្រហើផលិតអីធម្មតាអញ្ចឹងទៅយូរឆ្ងាញ់ម្ដងនិយាយទៅពេលហ្នឹងយើងមកកាមេរ៉ាយើងឃើញញ៉ាំតិចណាប៉ុន្តែបិទកាមេរ៉ាណែនមាត់សាហាវហ្មងឥឡូវយើងត្រឡប់មកវិញហើយវីដេអូហ្នឹងគឺឆ្ងាញ់ថាឆ្ងាញ់អត់ឆ្ងាញ់គឺអត់ឆ្ងាញ់ខ្ញុំអត់ចេះរ៉េតទេព្រោះខ្ញុំមិនចង់ភៅលំដាប់ថ្ងៃ5ទេដឹងថាឆ្ងាញ់អត់ឆ្ងាញ់គឺអត់សូវឆ្ងាញ់អត់ត្រូវមាត់ប៉ុណ្ណឹង